ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំអត់មានអីច្រើនចែកជូនទៅកាន់បងប្អូនសម្រាប់ដឹកជូនទេថ្ងៃនេះថ្ងៃនេះគាត់ថាចង់បាទផ្ដល់ជាយោបល់ឬក៏មតិទៅកាន់បងប្អូនយើងដែលដឹកជូនអញ្ចឹងណាខ្ញុំចង់ឲ្យបងប្អូនបាទរៀនបង្កើតវីដេអូឬក៏មាតិកាហ្នឹងហើយសម្រាប់ចែកចាយទៅកាន់ពិភពលោកឲ្យគេបានស្គាល់ឲ្យគេបានមើលវីដេអូរបស់យើងអញ្ចឹងណាហើយបងប្អូនចំណាយពេលតិចទៅក្នុងមួយថ្ងៃបងប្អូនបាទថតពីនេះពីនោះបាទយើងថតពីការដឹកជញ្ជូនដូចជាខ្ញុំក៏បានដែរហ្នឹងហើយបងប្អូនបាទបង្កើត channel បង្កើត channel YouTube មួយមកសម្រាប់យើងផុសវីដេអូអញ្ចឹងណាបើមិនជាបងប្អូនមានពេលវេលាច្រើនអាហ្នឹងបងប្អូនធ្វើបង្កើតវីដេអូឲ្យបានច្រើនទៅបងប្អូនបង្កើតពីអ្វីក៏បានដែរបង្កើតពីការដឹកជញ្ជូនក៏បានពីធ្វើម្ហូបអាហារក៏បានពីទៅច្រើននិយាយទៅច្រើនដំបូងបែបសំខាន់ដល់តែបងប្អូនបាទយើងឆ្លៀតពេលព្រោះអាហ្នឹងបើសិនជាបងប្អូនឆ្លៀតពេលទៅបើសិនជាយើងធ្វើគ្រប់គោលការណ៍របស់ YouTube ទៅថ្ងៃណាមួយយើងអាចនឹងរកលុយបានពីវាអញ្ចឹងណាព្រោះខ្ញុំនិយាយអញ្ចឹងដោយសារតែខ្ញុំទទួលបានលុយពី YouTube បានខ្ញុំចេញវីដេអូនេះចង់លើកទឹកចិត្តបងប្អូនឲ្យបងប្អូនរៀនបង្កើតមាតិកាបង្កើតវីដេអូដើម្បីយើងផុសនៅក្នុង YouTube ឬ Facebook ឬក៏ TikTok ទៅហ្នឹងហើយដើម្បីចែកចាយទៅពេលខ្លះយើងអាចមានសិទ្ធិរកលុយពី YouTube អញ្ចឹងណាអញ្ចឹងបងប្អូនរៀនធ្វើហ្នឹងហើយខ្ញុំលើកទឹកចិត្តបងប្អូនរៀនធ្វើយើងឃើញគេធ្វើពេលខ្លះគេធ្វើវីដេអូគេដាក់14 5វីដេអូផ្ទុះហ្មងអញ្ចឹងយើងមាន fan ប្រាប់បើសិនជាខ្ញុំ content ដែលខ្ញុំធ្វើនេះធ្វើពីការដឹកជញ្ជូននេះគឺគាត់ថាជាការចែករំលែកទៅកាន់បងប្អូនអ្នកថ្មីឬក៏អ្នកដែលគាត់អត់ទាន់ដឹងពីការដឹកជញ្ជូនអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើវីដេអូពីការដឹកជញ្ជូនហ្នឹងទៅព្រោះយើងត្រូវមានគោលដៅទាំងអស់គ្នាហ្នឹងហើយយើងត្រូវគិតឲ្យទៅមុខប្រហែលវែងឆ្ងាយព្រោះឥឡូវនេះគឺសម័យអនឡាញអញ្ចឹងត្រូវយើងត្រូវធ្វើម៉េចយើងចាប់ឱកាសឲ្យបានព្រោះលុយនៅលើមេឃគឺមានច្រើនណាស់បងប្អូនហ្នឹងហើយបាច់ភ័យទេនៅក្នុង YouTube បើសិនជាយើងធ្វើគោលការណ៍យើងស្នើរកលុយបានហើយនឹងអែមហើយហ្នឹងហើយសំខាន់ឲ្យវាបានថ្លៃទៀតទឹកឯងបើសិនឧទាហរណ៍តែបងប្អូនធ្លាប់រកបានមួយខែបើសិនជាបងប្អូនរកបាន20 30ទៅវាលក៏វាល្អសម្រាប់បងប្អូនណាយើងនេះថាយើងចំណូលបន្ថែមអញ្ចឹងណាព្រោះខ្ញុំធ្លាប់ដកលុយបានពី YouTube ដកបាន2 ដងដែរខ្ញុំប៉ុន្តែហ្នឹងតគ្រប់$200គ្រប់បាន$100បានវាធ្លាក់ឲ្យយើងអញ្ចឹងណាហ្នឹងហើយវាលុតចូល Epson បើគាត់ណា channel របស់ខ្ញុំដែលរកលុយបានហ្នឹងគឺវាអត់រកបានច្រើនទេដោយសារខ្ញុំអត់មានវីដេអូណាដែលត្រូវដាក់ផុសអញ្ចឹងណាវាខុស content អញ្ចឹងខ្ញុំអត់គាត់ដូរ content ទេទើបតែ channel ថ្មី channel តាមផ្លូវនេះទើបខ្ញុំតែធ្វើហ្នឹងបានយើងយូរដែរហើយ7 ឆ្នាំដែរហ្នឹងហើយដោយសារខ្ញុំធ្វើចែកម្លែកអញ្ចឹងវីដេអូនេះអត់មាននេះច្រើនទេបងប្អូនហើយកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងហ្នឹងហើយដើម្បីឲ្យបងប្អូនថ្មីដែលគាត់ចង់រៀនធ្វើតាម YouTube អញ្ចឹងណារៀនបង្កើតវីដេអូទាំងអស់គ្នាហ្នឹងហើយលើកទឹកចិត្តបងប្អូនកុំបាត់ទឹកចិត្តយើងកុំខ្វល់ពីអ្នកដទៃគឺនិយាយអីក៏និយាយទៅសំខាន់បងប្អូនរៀនបង្កើតមាតិកាបង្កើតវីដេអូឲ្យបានច្រើនបើសិនជាបងប្អូនបង្កើតហើយអត់ដឹងផុសឯណាយើងថាក្នុងមួយអាទិត្យបើសិនជាមានវីដេអូច្រើនមួយអាទិត្យ3វីដេអូទៅបើសិនជាអត់មានវីដេអូច្រើនទេក្នុងមួយអាទិត្យផុសមក2វីដេអូឬក៏1វីដេអូទៅហ្នឹងដូចchannel របស់ខ្ញុំអញ្ចឹងខ្ញុំអត់ទៅមានពេលអញ្ចឹងខ្ញុំធ្វើតែក្នុងមួយអាទិត្យខ្ញុំដាក់តែមកវីដេអូទេចែកជូនបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនអរគ្នាណាចាំជួបគ្នាក្នុងឱកាសក្រោយទៀតបាយបាយ